ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសង់ព្រះរាជហឫទ័យប្រាព្រះរាជទានអ្នកអង្គញាសុកគំរីចាងវាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាមកម្ពុជាមានមហាកិត្តិយសដ៏ឧត្តមឧត្តមបានដឹកនាំសាសនិកអ៊ីស្លាមកម្ពុជាមានគណៈអ៊ីម៉ាមរាជធានីខេត្តគណៈអ៊ីម៉ាមស្រុកខណ្ឌហាគឹមនិងទួនមានចំនួនសរុបទាំងអស់100រូបចូលក្រាបថ្វាយបង្គំគាល់នៅព្រះទីនាំងទេវីវិនិច្ឆ័យក្នុងព្រះបរមរាជវាំងវេលាម៉ោង 9 ព្រឹកថ្ងៃទី 18 ខែឧសភាឆ្នាំ 2025 ដើម្បីថ្វាយព្រះពរជ័យព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះចៅក្រុងកម្ពុជាធិបតីជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតតាមប្រពៃណីរបស់បងប្អូនខ្មែរអ៊ីស្លាមនៅក្នុងឱកាសដ៏មហាអ្នកខត្រឹកថ្លៃថ្លាបំផុតនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាព្រះអង្គគម្រប់72ព្រះវស្សាយាងចូល73ព្រះវស្សាដ៏ឧត្តមឧត្តមនាឆ្នាំនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសពព្រះរាជហឫទ័យថ្លែងអំណរគុណចំពោះសាសនិកអ៊ីស្លាមដែលបានចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរព្រះអង្គហើយតាមរយៈថ្នាក់ដឹកនាំនៃអង្គញាអ៊ីម៉ាំហាគឹមនិងទួនព្រះអង្គមានព្រះរាជបណ្ដាំសាកសួរសុខទុក្ខក្នុងព្រះរាជហឫទ័យនឹករលឹកស្រឡាញ់ដ៏ជ្រាលជ្រៅនិងព្រះរាជទានពរជូនដល់បងប្អូនកូនចៅរបស់ព្រះអង្គជាខ្មែរអ៊ីស្លាមនៅគ្រប់មូលដ្ឋានទូទាំងព្រះរាជាណាចក្រកម្ពុជាសូមបានប្រកបនូវសេចក្តីសុខនិងសុភមង្គលគ្រប់ក្រុមគ្រួសារថ្នាក់ដឹកនាំសាសនិកអ៊ីស្លាមបានសូត្រព្រះធម៌សំទូអាតាមប្រពៃណីអ៊ីស្លាមថ្វាយព្រះពរមានទិដ្ឋភាពដូចតទៅ
ព្រះករុណាចាស់ម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យស្ដេចយាងប្រោសព្រះរាជទានព្រះរាជអំណោយដល់ថ្នាក់ដឹកនាំសាសនិកឥស្លាមមានចំនួនសរុប100រូបមកពីមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តក្រុងស្រុកខណ្ឌក្នុងព្រះរាជាណាចក្រកម្ពុជា
ព្រះរាជអំណោយព្រះករុណាចក្រម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានសម្រាប់អ្នកអង្គការសកគមរីនិងថ្នាក់ដឹកនាំសាសនាអ៊ីស្លាមចំនួន2នាក់ក្នុងម្នាក់ទទួលបានអង្ករចំនួន1បាវស្មើ50គីឡូក្រាមខិតចំនួន1កញ្ចប់ក្នុងនោះមានមុង1ភួយ1សារងចាម1ក្រមា1និងថវិកាចំនួន260,000រៀលព្រះរាជអំណោយព្រះករុណាចក្រម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រោសព្រះរាជទានសម្រាប់អ៊ីម៉ាំហាគឹមនិងទួនចំនួន98នាក់ក្នុងម្នាក់ទទួលបានអង្ករចំនួន1បាវស្មើ50គីឡូក្រាមខិតចំនួន1កញ្ចប់ក្នុងនោះមានមុង1ភួយ1សារងចាម1ក្រមា1និងថវិកាចំនួន200,000រៀលគូរំលឹកថានៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាត្រូវបានថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃសាសនាអ៊ីស្លាមមានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បានចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរជារៀងរាល់ឆ្នាំដែលនេះគឺបង្ហាញអំពីមនោសញ្ចេតនាស្វាមីភក្តិប្រកបដោយការគោរពនិងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅពីសំណាក់បងប្អូនខ្មែរអ៊ីស្លាមថ្វាយចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គបានប្រោសព្រះរាជទាននៅភាពកក់ក្ដៅដល់ជនរួមជាតិជាទីស្នេហារបស់ព្រះអង្គក្នុងពេលកន្លងមកក៏ដូចជាតទៅអនាគតដោយគ្មានការរើសអើងឬប្រកាន់នៅពណ៌សម្បុរសាសនានិងនិន្នាការអ្វីនោះឡើយចំពោះព្រះរាជការវិការមនុស្សធម៌ដ៏ថ្លៃថ្លាក្នុងឱកាសថ្វាយព្រះពរប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់នេះគឺដើម្បីបងប្អូនកូនចៅរបស់ព្រះអង្គបានធូរស្រាលក្នុងជីវភាពនិងនាំមកនូវសាមគ្គីភាពកាន់តែរឹងមាំថែមទៀតក្នុងកិច្ចអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជាថ្នាក់ដឹកនាំអ៊ីម៉ាំហាគឹមនិងទួនទាំង100រូបសូមលើកថ្វាយនៅមហាព្រះរាជកុសលដ៏ថ្លៃថ្លានេះនិងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះអាឡោះនិងមហាមេតជាម្ចាស់សូមព្រះអង្គជួយបីបាច់រក្សានិងថ្វាយព្រះពរជ័យបវរសួស្តីមហាប្រសើរថ្វាយព្រះករុណាចក្រម្ចាស់ជីវិតលើត្បូងនៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាដ៏ឧត្តមឧត្តមរបស់ព្រះអង្គនិងជាមហាមង្គលរបស់ប្រជាជាតិកម្ពុជាក្នុងឆ្នាំនេះសូមព្រះករុណាចក្រម្ចាស់ជីវិតលើត្បូងព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការព្រះរាជសុខុមាលភាពដ៏ល្អបរិបូរណ៍ព្រះកាយពលមាំមួននិងព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីព្រះអង្គបានបន្តគង់ប្រថាប់សោយសុខក្នុងព្រះបរមសិរីរិទ្ធសម្បត្តិដែលជាមហាមលុបដ៏ត្រជាក់ត្រជុំសម្រាប់សន្តិភាពស្ថិរភាពការឯកភាពជាតិនិងវិបុលភាពគ្រប់ផ្នែកក្នុងសង្គមកម្ពុជាជាដរាបតរៀងទៅ
ទ្រទស្សនិកជនជាទីគោរពព័ត៌មានព្រះរាជកម្មភាពរបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលស្ដេចយើងទតនឹងទស្សនានៅពេលនេះសូមបញ្ចប់តែប៉ុណ្ណេះខ្ញុំម្ចាស់នាងខ្ញុំសូមលំអរកាយក្រាបថ្វាយបង្គំលានិងសូមគោរពជម្រាបលា